ចឹងនេះជា poster មួយដែលdesign ជា cosmetic ឬក៏ជាប្រភេទ layer ឬក៏ជាប្រភេទ cream ឬក៏ poster ផ្សេងៗទៀតបងប្អូនអាចធ្វើការ design តាមគំរូបែបនេះបានហើយក្នុងការ design នេះមិនមែនជាលក្ខណៈអាជីវកម្មទេគឺក្នុងការចែករំលែក tip ក្នុងការ design អូខេសួស្តីបងប្អូនអរគ្នាចឹងនៅក្នុងវីដេអូនេះបងប្អូនអាចធ្វើការបង្កើតនៅផ្ទាំងកិច្ចការងារមួយមកហើយខ្ញុំធ្វើការចុច new file ចឹងនៅក្នុងនេះគឺទំហំខ្នាតដេកនេះខ្ញុំយក2020ហើយចំពោះហើយឬក៏ຂະຫນាត់ចូលខ្ញុំយក2008ហើយបងប្អូនចុចចូលនេះមកបន្ទាប់មក resolution តាម150បានហើយខ្ញុំយក color RGB ហើយខ្ញុំធ្វើការចុច create ឬក៏ឈ្មោះនេះបងប្អូនដាក់មកអូខេចុច create មកអូខេអញ្ចឹងឥឡូវយើងបានbackground បែបនេះមួយហើយនេះគឺជា background របស់យើងដែលមានទម្រង់ជាពណ៌សអញ្ចឹងខ្ញុំអត់ចង់បានអញ្ចឹងទេព្រោះដោយសារតែយើងធ្វើការ design ថ្ងៃ14កុម្ភៈបែបពីងអញ្ចឹងណាអូខេអញ្ចឹងដើម្បីបានវាបងប្អូនអាចធ្វើការចូល file មកហើយយើងធ្វើការ open អញ្ចឹងឥឡូវ image នេះគឺខ្ញុំយកខ្លះហើយខ្ញុំនឹងទុកខ្លះព្រោះដោយសារតែវាច្រើនពេកអញ្ចឹងណាហើយក្នុងការចែកម្លែកបងប្អូនអាចមើលមួយបានឥឡូវខ្ញុំសូមយកពណ៌នេះទៅមួយហើយខ្ញុំយកនេះទៅមួយហើយនេះទៅមួយអញ្ចឹងវាមានទម្រង់3ហ្នឹងអូខេខ្ញុំចុចcontrol ជាប់មកដើម្បីយើង select តែ3 option ហ្នឹងទេហើយយើងធ្វើការ open អូខេអញ្ចឹងឥឡូវយើងបានហើយនេះរូបភាពរបស់យើងអញ្ចឹងទៅហើយខ្ញុំធ្វើការចាប់ទាញទៅមុនគេអូខេចាប់ទាញវាមកហើយយើងធ្វើការតម្លាក់នៅកន្លែងនេះអញ្ចឹងជាធម្មតារូបភាពបងប្អូនត្រូវតែធ្វើការ convert វាទៅជា smart object កាលណាដែលបងប្អូនអត់ convert វាទៅជា smart object ទេឧទាហរណ៍ថាឥឡូវខ្ញុំ scale វាតូចអញ្ចឹងណាអូខេហើយខ្ញុំចង់ទាញវាធំវិញអញ្ចឹងទៅពេលខ្លះវាអាចនឹងបាត់នេះគេវាបាត់ detail នៃរូបភាពដែលយើងចង់បាននេះអញ្ចឹងទៅconvert វាទៅជា smart object ដើម្បីរក្សានូវគុណភាពនិង detail នៃរូបភាពឲ្យបងប្អូនធ្វើការ design ទៅកាន់តែច្បាស់ហើយនិងស្អាត clean ផងដែរឥឡូវខ្ញុំ control set មកវិញសិនអូខេមួយទៀតអញ្ចឹងរូបភាពដើមរបស់វាចឹងខ្ញុំធ្វើការ convert វាទៅជា smart object យើងមកស្ដាមយើង convert to smart object បន្ទាប់មកយើងធ្វើការទាញវាបែបនេះមកអូខេទាញវាមកចង់បានប៉ុណ្ណាបងប្អូនទាញប៉ុណ្្នឹងទៅឥឡូវទាញយ៉ាងធំតិចទៅអញ្ចឹងនៃការ select object នេះគឺខ្ញុំតែងតែប្រើប្រាស់នៅ pen tool អញ្ចឹង pen tool បងប្អូនអាចធ្វើការយកនៅ pen tool មកហើយយើងដូរកន្លែង shape នេះមកជា pad នេះវិញហើយយើងធ្វើការចុចពីណាមកក៏បានដែរអត់យើងចុចកន្លែងនេះមួយចុចកន្លែងនេះមួយចុចផ្នែកកណ្ដាលនេះមួយមកបន្តមកបងប្អូនធ្វើការចុច control ជាប់មកហើយយើងធ្វើការទាញវាបើនៅក្នុង Mac បងប្អូនចុច option អូខេបែរជាប៉ុណ្នេះហើយយើងធ្វើការចុចកន្លែងនេះមួយទៀតចុចកណ្ដាលនេះមួយហើយចាំធ្វើការចុច control ជាប់ចុចទៅលើ key យើងណាអូខេចុចនេះមួយទៀតមកហើយយើងធ្វើការទាញពុតវាទៅតាមទម្រង់ shape នៃទីតាំងដែលយើងចង់បានចុចកន្លែងនេះទៀតចុចនេះមកអូខេកន្លែងនេះទៀតអូខេបន្ទាប់ពីបានប៉ុណ្ណេះហើយបងប្អូនធ្វើការចុច control ជាមួយនឹង enter មកអូខេនេះដើម្បីយើង select សិននៅ object ដែលយើងចង់បានបន្ទាប់ពីបានប៉ុណ្ណេះហើយយើងធ្វើការដាក់ mask វាមុនមកចុចកន្លែងដាក់ mask វាឬក៏ copy វាអូខេបន្តមកទៀតខ្ញុំធ្វើការមកស្ដាំខ្ញុំ convert វាទៅជា smart object ហើយខ្ញុំធ្វើការចាប់ទាញវាមកអូខេដាក់កន្លែងនេះសិនទៅអត់អីទេហើយខ្ញុំចង់បាននៅ object បន្ថែមទៀតឧទាហរណ៍ថានេះអញ្ចឹងតើតើទៅនឹង Christmas អូខេនេះជាលេខ free delivery ឬក៏តម្លៃឯងបងប្អូនអាចធ្វើការ order បានអូខេអញ្ចឹងយើងបានប៉ុណ្ណេះហើយយើងធ្វើការចុច control ជាមួយនឹង enter មកយើង select បែបនេះហើយយើងធ្វើការដាក់ mask វាមួយមកស្ដាំ convert to smart object អូខេខ្ញុំធ្វើការចាប់ទៅមួយទៀតដាក់កន្លែងនេះអូខេបន្តមកទៀតរូបនេះវាតូចដែរអញ្ចឹងអានេះដាក់ធំត្រូវហើយហើយអានេះយើងដាក់គួរសមទៅយើងស្រែវាដាក់មុខដាក់ក្រោយអូខេដាក់ក្រោយអូខេអញ្ចឹងទៅទៅនឹង background ខ្ញុំចង់បានពណ៌យ៉ាងក្រហមឬក៏ pink អញ្ចឹងដើម្បីបានវាបងប្អូនធ្វើការឈរទៅលើ background នេះមកហើយយើងធ្វើការចូលនៅកន្លែងមួយនេះហើយយើងយកវាថា solid color ហើយយើងធ្វើការច្រឡំពណ៌មកអូខេចង់បានពណ៌យ៉ាងក្រហមពណ៌ផ្កាឈូកពណ៌ pink អីដាក់មកខ្ញុំយកពណ៌នេះហើយខ្ញុំធ្វើការចុច create
បន្ទាប់មកតេតងទៅនឹងរូបមួយនេះគឺខ្ញុំធ្វើការលុបនៅផ្នែកខាងលើខ្លះព្រោះសារតែវាមើលទៅវាអត់ស្អាតទេត្រូវអត់អញ្ចឹងខ្ញុំធ្វើការចូលទៅលើ layer នេះយើងដាក់មកមួយហើយយើងយកពាក្យថា gradient នេះមកអូខេហើយនេះ gradient នេះជាកន្លែងនេះជា basic ហើយយកមួយនេះក៏បានយកមួយនេះក៏បានដែរអត់អីទេឥឡូវខ្ញុំយកមួយនេះចុះហើយខ្ញុំសាក់លុបសិនអូខេនេះលុបពីក្រោមអញ្ចឹងខ្ញុំចូលពីនេះទៅវិញឬក៏ធំណាអូខេបែបនេះមកតែវាមើលទៅខាងលើនេះវាអត់សូវស្អាតទេត្រូវអត់ព្រោះសារវារឿងពណ៌ដិតអញ្ចឹងយើងធ្វើការវា blend គ្នាតិចមកយើងចូលទៅលើខាងលើកាត់ layer ថ្មីមួយយើងប្រើប្រាស់តកតងទៅនឹង lasso tool នេះមកអូខេយើងធ្វើការគូបែបនេះមកបែបនេះមួយចុចshift ឲ្យជាប់ដើម្បីឲ្យវាចេញសញ្ញាបូកបែបនេះយើង select ខាងក្រោមនោះទៀតមកហើយយើងប៉ុណ្នេះហើយយើងធ្វើការបន្លែងដៃបន្តមកទៀតយើងធ្វើការច្រឡំពណ៌ចុចកន្លែងពណ៌សនេះមកអូខេខាងក្រោមនេះចុចនឹងមកចុចកន្លែងនេះហើយយើងរកទៅលើបន្តិច click OK អូខេបន្ទាប់ពីបានបញ្ហាបងប្អូនធ្វើការចុច control ជាមួយ backspace មកអូខេយើង command D ដើម្បីលុប selection ចូលទៅលើ move tool ហើយយើងធ្វើការចូលនៅក្នុង filter យក blur បន្តមកទៀតបងប្អូនជ្រើសរើសតកតងទៅនឹង caption blur នេះអូខេចឹងតកតងទៅនឹង caption blur ប៉ុណ្នេះបងប្អូនសេរីមកចង់បានវាទំហំប៉ុណ្ណាបែកខ្សែភាយប៉ុណ្ណាបងប្អូនយកប៉ុណ្ណឹងមកណាគាត់ថាឥឡូវខ្ញុំអូខេប្រហែលជាប៉ុណ្នេះវាមើលទៅ smooth ទេបងប្អូន view បានទេ preview វាមកបើអូខេយើងធ្វើការចុចមកអូខេអញ្ចឹងបន្ទាប់ពីបានប៉ុណ្ណេះហើយយើងមកមើលតកតងទៅនឹង platform របស់យើងវាមើលទៅវាអត់ស្អាតទេត្រូវអត់វាមើលទៅប្រឡាក់ឬក៏មើលទៅវាល្ងឹតអីចឹងទៅអញ្ចឹងដើម្បីឲ្យវាភ្លឺបងប្អូនអាចធ្វើការឈរទៅលើ object ឬក៏ឈរទៅលើ layer នេះមកយើងធ្វើការចូល filter ហើយយើងធ្វើការចូល camera raw ដើម្បីយើងការ edit រូបហ្នឹងឲ្យវាមានសភាពភ្លឺឬក៏ឲ្យវាកាន់តែមើលទៅទាក់ទាញថែមទៀតទៅលើ product ឬក៏ platform ហ្នឹងគេ scale វាតិចមកអញ្ចឹងកន្លែងនេះគឺជាកន្លែង Sere បងប្អូនអាចធ្វើការកែកុនពលឺអីបានថាឥឡូវខ្ញុំសូមបន្ថែមពលឺបន្តិច contrast អូខេ contrast នេះខ្ញុំយកតិចបានទេខ្ញុំតម្លើងច្រើនពេកហើយអូខេបើចង់អក្សរដាក់អក្សរតិចមក shadow នេះដាក់តិចបានហើយអូខេបន្តមក y នេះភ្លឺពេកហើយចឹងយើងដាក់តិចបានហើយបន្តមកទៀត texture នេះច្បាស់ពេកចឹងយើងដាក់ blur ទៅវាបែកមកទៅ smooth អូខេដកដូចគ្នាមកដាក់ដកបន្តមកទៀតដូចជាខ្ញុំគិតថាប៉ុណ្នេះចោះចាំយើងសេរីបន្ថែមទៀតយើង click OK មកចាំមើលអូខេឃើញវាភាសាចឹងមិនចឹងតែតមួយនេះគឺដូចគ្នាយើងធ្វើការចូលមិញមក filter យកនៅកាមេរ៉ា raw field អូខេចានេះយើងកែកុនដូចមិញមកអូខេដាក់មកស្អាតអូខេនេះទៅស្អាតនេះវាចាប់ផលិតផលបន្តិចកុំឲ្យល្ងឹតពេកអូខេអូខេភ្លឺស្អាតហើយអញ្ចឹងកន្លែង texture នេះវាដិតតិចមកដើម្បីវាចាប់ផលិតផលនេះដកតិចបានហើយយើងធ្វើការ click OK នេះមកអូខេវាមើលទៅវាភ្លឺយ៉ាងម៉េចអូខេចឹងបន្ទាប់ពីយើងធ្វើការស្រែបានប៉ុណ្ណេះហើយប៉ុន្តែវានៅមានចំណុចខ្វះខាតកន្លែងពលឺកន្លែងទាំងអស់នេះចឹងដើម្បីឲ្យវាពលឺមើលទៅវាស្មើគ្នាបងប្អូនអាចធ្វើការឈរទៅលើនៅ object layer នេះមកហើយយើងចូលរូបមួយនេះហើយយើងយកវាថានេះ bring នេះ contrast នេះយើងចុចហ្នឹងមកឲ្យដាក់ម៉ាស់វាមួយយើងទាញវាមកស្រែមកភ្លឺសិនអានេះបើតន់គិតទេយើងស្រែវាស្មកអូខេតែជាប៉ុណ្ណេះវាសល់ពេកទៅអត់ចឹងយើងធ្វើការចុច control I អូខេហើយយើងធ្វើការប្រើនៅម៉ាស់នេះមកអូខេកន្លែងនេះខ្ញុំយករង្វង់មូលអូខេ low យក100អានេះខ្ញុំដាក់ទៅ20ឬ30បានហើយបងប្អូនស្រែវាប៉ុណ្្នឹងមកបានហើយអូខេចឹងអានេះខ្ញុំព្រមហើយកន្លែងនេះបងប្អូនដាក់ពណ៌សខាងលើហើយយើងធ្វើការលុបមកអូខេបាត់ផ្នែកមើលសិនមើលអូខេ good អញ្ចឹងយើងចូលទៅលើ move tool បន្តមកទៀតតទៅនឹងនេះខ្ញុំចង់ដាក់ line ដាក់ជាលក្ខណៈ
បន្ទាត់ឬក៏ជាលក្ខណៈខ្សែបដិញចឹងដើម្បីបានជាលក្ខណៈទ្រង់ទ្រាយបែបហ្នឹងបងប្អូនធ្វើការបង្កើតនៅ layer ថ្មីមួយហើយយើងយកពាក្យថា rectangle នេះអូខេចុចកន្លងមកហើយយើងគូរវាមកប្រវែងមកល្មមមកចឹងពណ៌នេះខ្ញុំចង់បានពណ៌រាងក្រហមឬក៏ពណ៌ pink អូខេបន្ទាប់ពីបានប៉ុណ្ណេះហើយខ្ញុំចង់ add នៅនេះតេតងទៅនឹងឈ្មោះរបស់ logo អញ្ចឹងខ្ញុំសូមធ្វើការហើយអានេះខ្ញុំសូមវាអក្សរចូលអូខេហើយខ្ញុំសូមដាក់វាចូលបែបនេះអូខេចឹងអានេះខ្ញុំ copy វាដាក់មកល្មមខ្ញុំ copy វាដែរអូខេចឹងអានេះខ្ញុំចង់វា blend ចូលគ្នាបន្តិច select វាមកមួយណាដែលមើលទៅវាស្អាតអូខេខ្ញុំយកមួយនេះចុះវាមើលទៅវាបដិញចឹងអូខេបន្តមកទាំងអស់នេះគឺខ្ញុំ convert វាទៅជា smart object ចឹងខ្ញុំសូមសេរីបន្តិចសិនអូខេចឹងនេះខ្ញុំសូមដាក់ទៅជា smart object តែមួយបានហើយអូខេមកស្នាមមកយើង convert ទៅជា smart object អូខេបន្តមកទៀតយើងធ្វើការ command T ឬក៏ control T មកចុចកន្លែងនេះមួយអូខេហើយយើងចុចកន្លែង custom នេះយកមួយនេះមកអូខេអានេះសេរីវាមកចង់បានប៉ុណ្ណាហើយជាប៉ុណ្នេះតើអូខេដាក់បែបនេះមួយមកតែវាមើលទៅវាអត់សូវបដិញឬក៏ភ្លឺស្អាតទេតើអញ្ចឹងខ្ញុំចង់ច្នៃវាថែមតិចទៀតយើងបង្កើត layer ថ្មីមួយមកស្នាម clipping មកវាចូលហើយមកហើយខ្ញុំប្រើអានេះដដែលយើងគូរវាមកល្មមមកហើយអានេះខ្ញុំសូមយកពណ៌បែកតេតងទៅនឹងពណ៌បច្ចុប្បន្នអូខេចុចកន្លែងមួយហើយខ្ញុំសូម copy វាអូខេ copy វា control J ខ្ញុំដាក់កន្លែងនេះមួយទៀតអូខេ convert ទៅជា smart object ដែរបន្តមកទៀតបងប្អូនធ្វើការចូលនៅក្នុង filter យក blur ហើយយក cushion blur ហើយយើង convert ទៅជា smart object ចានេះវាខ្លាំងពេកយើងបន្ថយវាមកនេះវាមើលទៅវាបដិញពលឺជីអូខេបន្ថយតិចទៀតអូខេហើយបែបនេះចុះ click OK ចានេះខ្ញុំលុបវិញខ្ញុំ copy ចេះវិញចុច Alt ជាប់មកអូខេកន្លែងមួយចុចកន្លែងមួយទៀតចុចកន្លែងមួយទៀតអូខេអញ្ចឹងបន្ទាប់ពីបានប៉ុណ្ណេះហើយខ្ញុំចង់បន្ថែមទៅលើអានេះតិចទៀតសិនចឹងអូខេមួយនេះចឹងខ្ញុំចូលនៅក្នុងពាក្យថា fx ហើយខ្ញុំយកពាក្យថា interglow នេះអូខេសាកសិននេះឲ្យវាចេញអញ្ចឹងចឹងអានេះទំហំ size នេះបងប្អូនសេរីមកអូខេពណ៌ចូលពណ៌វាពណ៌សឬក៏ពណ៌ pink ពណ៌អូខេពណ៌បែបនេះមកវាបដិញតិចអូខេហើយអានេះបងប្អូនសេរីវាបានចង់បានប៉ុណ្ណាយកប៉ុណ្ណឹងបើអត់ថយ size អូខេខ្ញុំគិតថាប៉ុណ្នេះចុះហើយខ្ញុំ click OK អូខេអូខេដាក់លេងចុះនេះដូចជាខុស color បន្តិចអូខេlạiសូម blend color ផ្សេងបន្ទាប់ពីបានប៉ុណ្ណេះហើយខ្ញុំចង់លេងស្មៅម្ដងអញ្ចឹងតេតូនស្មៅគឺបងប្អូនអាចមើលខាងក្រោមនេះបានអញ្ចឹងយើងមើល object សិនអូខេមួយនេះអញ្ចឹងខ្ញុំបង្កើត layer ថ្មីមួយអូខេនៅខាងក្រោមមួយនេះយើងបង្កើត layer មួយហ្នឹងសិនមកហើយយើងធ្វើការប្រើតេតូនទៅនឹងយើងប្រើតេតូនទៅនឹងនេះមកស្ដាំយក polygonal នេះមកអូខេកន្លែងនេះមកអញ្ចឹងពលឺខ្ញុំចង់ឲ្យវាមកពីខាងមកខាងនេះអញ្ចឹងខ្ញុំសូមធ្វើការដាក់តែមួយបែបនេះមកគូវាសិនមកđâyនេះអូខេហើយជាប៉ុណ្នេះកន្លងបែបនេះមកហើយយើងធ្វើការយកពណ៌ខ្មៅទៅខាងក្រោមនេះចុច control ជាមួយនឹងបែបអូខេ command D មក
បន្ទាប់ពីបានប៉ុណ្ណេះហើយគឺខ្ញុំចង់ឲ្យវា blur ចូលមកបងអាចធ្វើការចូល filter ចូល gallery ហើយយើងយកមួយទី3នេះអូខេទី3នេះមកចាំតិចអូខេចានេះខ្ញុំចង់វិលវាយើងមើលសិនអូខេវិលពីនេះទៅអូខេវិលនេះគៀកចេះតឡើងអូខេ click OK មួយមកអូខេបន្ទាប់ពីបានប៉ុណ្ណេះហើយខ្ញុំធ្វើការដាក់ mask វាមួយហើយយើងប្រើទៅក្នុង gradient ហើយយើងឆូតវាអូខេពីនេះមកដល់ទៀតឆូតពីនេះមកអូខេហើយជាប៉ុណ្នេះសិនទៅតេតងទៅនឹងអានេះដូចគ្នាយើងបង្កើត layer ថ្មីមួយដាក់ពីខាងក្រោមវិញខ្ញុំដាក់ខាងលើអូខេបន្ទាប់ពីបានប៉ុណ្ណេះហើយខ្ញុំចង់ឲ្យវាពលឺដេញពីខាងនឹងដូចគ្នាខ្ញុំបងអាចធ្វើការប្រើមួយនឹងមកចុចនេះមួយចុចកន្លែងនេះចុចកន្លែងនេះចុចនេះបន្សល់វាវិញមកអូខេចុច Control Space Command D ហើយបន្តមកទីយើងធ្វើការចូលនៅ filter នេះដដែលលើ gallery យកមួយនេះមកចឹងអូខេខ្ញុំគិតថាប៉ុណ្នេះវាល្អដែរហើយយើងធ្វើការ click OK មកប្រើ gradient នេះមកយើងចូលទៀតមកអូខេចឹងនេះខ្ញុំត្រូវការលុបវាចេញបន្តិចដោយសារវាដិតខាងពេកអូខេជាពណ៌ខ្មៅនេះអូខេលុបវាចេញតិចសិនថាតិចតិចបានហើយកុំខ្លាំងពេកបងអូខេចឹងនេះដូចគ្នាអូខេវាមើលទៅវាដូចមែនតែនអូខេបន្តមកទៀតជាធម្មតាស្រមោលវាតែងតែមានល្មិតទៅពេលដែលវាមានស្រមោលបាំងពីខាងណាមួយអញ្ចឹងណាអញ្ចឹងអានេះខ្ញុំសូមលេងពលឺយ៉ាងខ្មៅវិញបន្តិចអូខេចូលទៅលើនឹងមកចូលមួយហើយយើងយកពាក្យមួយនេះមកអូខេ exposure នេះដាក់មកវាចូលមកចឹងខ្ញុំសូមតម្លាក់ពលឺឲ្យល្មិតបែបនេះហើយខ្ញុំធ្វើការ control ឲ្យអូខេបន្តមកបងចូល gradient ហើយជ្រើសយកមួយនេះវិញម្ដងមកអូខេហើយយើងធ្វើការឆូតមកប្រហែលពីណាមកតិចបានហើយកុំដាក់ច្រើនពេកវាខ្លាចវាអត់សូវវាលេងដូចមែនតើវាទៅជាប្រឡាក់ស្រែងវាមកល្មមអូខេហើយចូលមក tool នេះដូចគ្នាចឹងយើងធ្វើការចូលអានឹងវិញដដែលមកយក exposure នេះដាក់មកវាចូលដាក់លំនិតកុំយកភ្លើងអូខេប៉ុណ្ណឹងចុច control I យកពាក្យទៅ gradient ហើយយើងឆូតអូខេពីលើមកវិញអូសាក់មកអូខេគិតថាល្អហើយប៉ុណ្ណឹងអូខេឬក៏វានេះទៅយើងលុបវាថែមតិចតិចអីចឹងបលនេះមកអូខេអូខេបន្ទាប់ពីបានប្រហែលជាប៉ុណ្ណេះហើយអឺអានេះវាយើងតោះតែមាន H ឆ្នៃដើម្បីបាំងវាកុំឲ្យវាឃើញដាច់អញ្ចឹងវាអត់ស្អាតទេអញ្ចឹងដើម្បីបានវាខ្ញុំគិតថាខ្ញុំសូមថែមអូខេ just លេខទាំងអស់បែបនេះ Control C ចូល Photoshop អូខេ Command Control V វិញមកអូខេនេះអូខេដាក់វាមក
Okay click OK អូខេអញ្ចឹងនេះជា poster មួយដែលធ្វើជាលក្ខណៈលេឬក៏ជាប្រភេទ cream ឬក៏ poster ផ្សេងៗទៀតបងប្អូនអាចធ្វើការ design តាមគំរូបែបនេះបានហើយក្នុងការ design នេះមិនមែនជាលក្ខណៈអាជីវកម្មទេគឺក្នុងការចែករំលែក tip ក្នុងការ design ច្នៃប្រឌិតបន្ថែមទៀតគ្រាន់តែជាមេរៀនការចែករំលែកអញ្ចឹងបើសិនបងប្អូនចូលចិត្តនៅក្នុងមេរៀននេះកុំភ្លេចទស្សនាវីដេអូហើយនឹងចុច like comment subscribe នៅក្នុង channel មួយផងអរគុណជួបគ្នានៅក្នុងមេរៀនបន្តទៀតបាយបាយ